ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះម៉ែក្មេកខ្ញុំក៏ចង់ភាសាបុកម្ជូរភាសាមួយថតម្ញងប្រហុកអាំងថៃឆ្អាបងប្អូនឥឡូវខ្ញុំមកបុកជូនគាត់ភាសាគ្រឿងផ្សំមានថតម្ញងលីងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយម្ទេសបងប្អូនឥឡូវខ្ញុំមកបុកម្ទេសជាមួយខ្ទឹមសខ្ទឹមក្រហមឲ្យហើយសិនបុករាងល្អិតទៅក៏ខ្ញុំចាប់ផ្ដើមដាក់ថតម្ញងចូលបងប្អូនថ្ងៃហ្នឹងម៉ែក្មេកគាត់ថាអង្គុយនឹកចង់បុកថតម្ញងមួយម្ជូរកសាំងកូនហើយអាំងប្រហុកបន្តិចទៅត្រីឆ្អាហ្នឹងក៏បន្តិចទៅក៏យកក៏ខ្ញុំណាគ្រាន់តែលើម៉ែក្មេកចង់ក៏មកធ្វើឲ្យគាត់ភ្លាមហើយពេលដែលខ្ញុំបុកខ្ទឹមសខ្ទឹមក្រហមលីងជាមួយម្ទេសហ្នឹងរាងម៉ត់តិចក៏ខ្ញុំដាក់ស្ករប៊ីចេងចូលហើយក៏ចាប់ផ្ដើមមកដាក់ថតម្ញងលីងនឹងចូលបងប្អូនមនុស្សចាស់បងប្អូនអើយនឹកចង់អីតើធ្វើឲ្យគាត់ភាសាភ្លាមឥឡូវនេះខ្ញុំបុកថតម្ញងរាងល្អិតល្មមហើយក៏ខ្ញុំដាក់ត្រីឆ្អាប្រហុកហើយនឹងដែកដីនឹងចូលមួយគ្នាហើយបងប្អូនហើយភាសាំងហ្នឹងខ្ញុំដាក់ជាមួយនឹងខ្ទឹមសលីងហើយម្ទេសនឹងហើយបងប្អូនពីដំបូងហ្នឹងហើយបងប្អូនថ្ងៃណាកូនភាសាបានបុកមកជូរកសាំងឲ្យនេះខ្ញុំពងចង់ហូបផងឆ្ងាញ់ទៅឆ្ងាញ់ណាម៉ែឆ្ងាញ់មែនតើបុតបានកុសលអាយុឲ្យវែងសួស្តីពុកម៉ែបងប្អូនថ្ងៃនេះភ្លៀងទេបងប្អូនអើយនេះប្តីខ្ញុំឲ្យក្មេកគេឲ្យធ្វើទុកឲ្យពីទុកប៉ណាំងតាមភូមិបងប្អូនបដោយប្រហែល7ម៉ែត្របងប្អូនដល់ប្តីលើកទុកឲ្យគាត់មកជីកតពាំងនៅក្រោយផ្ទះឲ្យជីកឃើញតកៅបងប្អូនតកៅនឹងថប់មកបងប្អូនអើយតកៅល្មងហើយមេឃនឹងតាំងពីព្រលឹមបងប្អូនអើយភ្លៀងរហូតអត់ឈប់ទេថ្ងៃនេះស្លប្រហាតពាំងហើយនឹងឆាផ្សិតបងប្អូនផ្សិតហ្នឹងក៏ផ្សិតដាំខ្លួនឯងដែរផ្សិតហ្នឹងវាដាក់ដើមឈើអីទេឲ្យក្មេកខ្ញុំអត់សូវស្គាល់ដែរបងប្អូនគាត់បដោះផ្សិតឈើបងប្អូនហើយនេះគាត់ធ្វើម្ហូបឡើងពីមុខដល់ពេលធ្វើមានណាបងប្អូនហើយកូនបើខ្ញុំទៅល្អល់នៅក្នុងកតុបទឹកវាចូលទៅក្នុងកតុបទឹកល្អល់បុកនឹងអាងទឹកនឹងឡើងអាយ៉ាខប់ភ្នែកបងប្អូនអាយ៉ាអាសបកខាងលើហ្នឹងហូរឈាមឡើងអាឡាអាណិតកូនបងប្អូនអើយអាឡែងតរវល់ធ្វើម្ហូបដល់ពេលប៉ាគេអាឡែងទៅយកអាបងនោះទៅមួយទឹកទៅវាទៅតាមក្រោយអត់ដឹងបងប្អូនត្រូវខ្លាំងហ្មងបងប្អូនឡើងកុហកហ្មងបងប្អូនអាណិតកូនដល់កហ្នឹងហើយអរគុណច្រើនបងប្អូន